ABCD មួយដល់ទាំងអស់គ្នាជួយរងកាត់ទ្រូងហូរទិញកាត់ទ្រូង3ទេតាមមានរបស់ស្មើបានណាចឹងកាត់ទ្រូង 3D នេះតើបងអូនអាចរកតាមរបៀបណាសាកគិតតិចមើលប្រសិនបើគេប្រាប់របស់ជ្រុងការ៉េចឹងការ៉េគឺមានជ្រុង9ស្មើគ្នាយើងដឹងណាហើយមានមុំកែងណាមានមុំកែងមានមុំកែងទាំង4ប៉ុនគ្នាការសម្រួលការ៉េដូចគ្នាតាមពិតកាត់ទ្រូងការ៉េគឺមាន2តែលោកគ្រូអត់គូ6ទៀតទេណាកាត់ទ្រូងការ៉េស្មើគ្នាហើយវាកែងគ្នាត្រង់ចំណុចកណ្ដាលប៉ុន្តែគូតែមួយទេឥឡូវយើងរកតែមួយនៅឃើញមកចឹងបើតាមការគណនាគឺគេឃើញ 5.8 ប្រវែងកាត់ទ្រូងការ៉េហ្នឹងតែយើងធ្វើមិនឃើញវាធ្វើតាមណាចឹងនេះជារូបមន្តរបស់វាណាចឹងដើម្បីរកកាត់ទ្រូងរបស់ការ៉េគឺគេស្មើនឹង A ឬការ៉េ 2 A ហ្នឹងស្អីគេហ្នឹង A ហ្នឹងគឺប្រវែងជ្រុងរបស់ការ៉េហ្នឹងគឺកន្លែង 4.1 ហ្នឹងប្រវែងជ្រុងនេះប្រវែងជ្រុងទាំង4ហ្នឹងស្មើគ្នាអញ្ចឹងបើគេឲ្យមក 4.1 យើងយក 4.1 ទៅជំនួសទៅណាហើយយើងគុណឬ2មកយើងឃើញប្រវែងជ្រុងការ៉េហ្នឹងណាបាទចុះនេះស្អីគេទាំងអស់នេះអានេះគឺជាផ្ទៃកាឡាការ៉េហ្នឹងណាផ្ទៃកាឡាការ៉េហ្នឹងគេធ្វើមិនឃើញវាគេកណនាវាមិនហ៎កណនាវាមិនឃើញវាបាទផ្ទៃកាឡាការ៉េរូបមន្តយកអីធ្វើអីរូបមន្តយកអីធ្វើអីផ្ទៃកាឡាការ៉េរូបមន្តវាគឺនេះផ្ទៃកាឡាការ៉េផ្ទៃកាឡារបស់ចតុកោណABCD ហ្នឹងឬក៏ផ្ទៃកាឡាការ៉េ ABCD ហ្នឹងគឺគេយកប្រវែងជ្រុងលើកជាការ៉េប្រវែងជ្រុងរបស់យើងគេឲ្យមកនេះពី A ទៅដល់ D ហ្នឹងគឺ 4.1 អញ្ចឹងយើងជំនួសកន្លែង A ហ្នឹងដាក់ 4.1 ចូលមកហើយលើកជាការ៉េទៅមានន័យថាយើងយក 4.1 គុណនឹង 4.1 ខ្លួនឯងហ្នឹងណាគុណទៅយើងនឹងឃើញប្រវែងនេះបាទចម្លើយហ្នឹងគឺប្រហាក់ប្រហែលទេដោយសារលេខវាមានក្បៀសអញ្ចឹងវាអាចបង្កត់លើសឬខ្វះតិចណាតែយើងអាចកណនារូបមន្តផ្ទៃកាឡារបស់ការ៉េហ្នឹងតាមរយៈអីទៀតឧទាហរណ៍ថាបើគេលាក់ប្រវែងជ្រុងគេអត់ប្រាប់តែគេប្រាប់ប្រវែងកាត់ទ្រូងតើបងអូនអាចរកផ្ទៃកាឡាការ៉េដោយរបៀបណាទីហោអញ្ចឹងណាគេអត់ឲ្យ A ហ្នឹងទេគេអត់ប្រាប់ទេណាតែយើងអាចរកផ្ទៃកាឡាវាឃើញអត់គេប្រាប់កាត់ទ្រូងនេះប្រវែងកាត់ទ្រូងនេះចឹងធ្វើមកចឹងបាទចឹងកន្លែងហ្នឹងគឺយើងប្រើរូបមន្តមួយទៀតណាបាទរូបមន្តមួយទៀតគឺនេះរូបមន្តនេះរូបមន្តអង្កត់ទ្រូងគុណនឹងអង្កត់ទ្រូងខ្លួនឯងបាទឬក៏1/2នៃអង្កត់ទ្រូងការ៉េអង្កត់ទ្រូងរបស់យើងលើកជាការ៉េបាទបានន័យថាអង្កត់ទ្រូងគុណនឹងអង្កត់ទ្រូងហើយចែកជា2មកបាទស្តៀងនឹងរូបមន្តចតុកោណស្មើដែរណាដូចគ្នាណាគ្រាន់តែថាចតុកោណស្មើកាត់ទ្រូងវាវែងខ្លីឯការ៉េកាត់ទ្រូងវាស្មើគ្នាបាទអញ្ចឹងផ្ទៃកាឡាវាយើងកណនាទៅនឹងឃើញដូចគ្នាអញ្ចឹងបាទហើយដើម្បីឲ្យតម្លៃរបស់វាកាន់តែសុក្រិតយើងអាចយកចំនួនខ្ទង់ក្រោយក្បៀសរបស់វាដល់ទស្សភាគ100%អញ្ចឹងណានោះតម្លៃរបស់វាកាន់តែសុក្រិត